ក្នុងចំណោមរបស់ទាំងអស់ដែលមនុស្សលោកបានបង្កើតឡើងពាក្យសម្ដីគឺជាអ្វីដែលមានអំណាចបំផុតវាគ្មានរូបរាងវាមិនអាចប៉ះពាល់បានប៉ុន្តែវាអាចជ្រាបចូលទៅក្នុងបេះដូងនិងវិញ្ញាណក្នុងមួយថ្ងៃយើងបញ្ចេញពាក្យសម្ដីរាប់ពាន់ម៉ាត់ទៅកាន់មនុស្សជុំវិញខ្លួនប៉ុន្តែតើអ្នកធ្លាប់ឈប់សួរខ្លួនឯងដែរឬទេថាតើពាក្យសម្ដីដែលអ្នកទើបតែនិយាយចេញទៅនោះវាគឺជាអាវុធដែលចាក់ទម្លុះបេះដូងគេឬក៏ជាឱសថដែលជួយព្យាបាលដួងចិត្តគេឲ្យធូរស្រាលរបួសដែលបង្កឡើងដោយអាវុធអាចនឹងសះស្បើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុន្តែរបួសដែលបង្កឡើងដោយពាក្យសម្ដីអាក្រក់ពាក្យមើលងាយឬពាក្យដែលបំបាក់ទឹកចិត្តអាចនឹងដក់ជាប់ក្នុងចិត្តគេអស់មួយជីវិតជារឿយយើងប្រើពាក្យសម្ដីជាអាវុធដើម្បីការពារខ្លួនឯងឬដើម្បីយកឈ្នះអ្នកដទៃប៉ុន្តែយើងភ្លេចគិតថាជ័យជំនះដែលបានមកពីការធ្វើឲ្យគេឈឺចាប់គឺជាជ័យជំនះដែលគ្មានតម្លៃឡើយនៅលើបណ្ដាញសង្គមការវាយអត្ថបទដោយមិនគិតអាចបំផ្លាញក្តីសង្ឃឹមមនុស្សម្នាក់ក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះផ្ទុយទៅវិញពាក្យសម្ដីដែលចេញពីក្តីមេត្តាគឺជាឱសថដ៏ស័ក្តិសិទ្ធិបំផុតពាក្យអរគុណពាក្យស៊ូឬពាក្យខ្ញុំនៅទីនេះជាមួយអ្នកអាចជួយស្រោចស្រង់ជីវិតមនុស្សម្នាក់ឲ្យងើបពីភាពងងឹតបានអ្នកមិនចាំបាច់ជាអ្នកប្រាជ្ញទើបអាចនិយាយពាក្យល្អៗបាននោះទេអ្វីដែលអ្នកត្រូវការគឺបេះដូងដែលចេះយល់ចិត្តចូលរៀនប្រើសម្ដីដើម្បីសរសើរចូលរៀនប្រើសម្ដីដើម្បីលើកទឹកចិត្តនិងចូលរៀនប្រើសម្ដីដើម្បីសាងសង់មិនមែនដើម្បីបំផ្លាញសម្ដីរបស់អ្នកគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃដួងចិត្តរបស់អ្នកមុននឹងនិយាយឬបង្ហោះអ្វីមួយនៅលើបណ្ដាញសង្គម social media ចូលសួរខ្លួនឯងថាតើវាជាការពិតទេតើវាមានប្រយោជន៍ទេហើយតើវាចេញពីក្តីមេត្តាទេកំណត់ហេតុថ្ងៃនេះចង់រំលឹកអ្នកថាចូលប្រើសម្ដីរបស់អ្នកឲ្យคล้ายជាពន្លឺកុំឲ្យវាคล้ายជាស្រមោលនេះគឺជាកំណត់ហេតុការស្លាសូមឲ្យរាល់ពាក្យសម្ដីរបស់អ្នកនៅថ្ងៃនេះជាឱសថព្យាបាលពិភពលោក